Rùa ngày ní dương sầm lần mơ từ cầm rạch chi vào phiếp rồi dương luôn ấy nhé cùng điệp thiệp cho mùi kỳ mình tha dươngประกอบការងាររកស៊ីតូចធំក៏មិនថាយើងប្រកបការងារដូចគ្នានៅកន្លែងចិត្តគ្នាទេយើងកុំសម្លឹងមើលពីកម្រិតនៃជីវភាពគេយើងសម្លឹងមើលពីកម្រិតជីវភាពយើងអាត្មាលើកយក3ចំណុចឲ្យញាតិញោមយកទៅត្រេះរិះគិតពិចារណាហើយសូមចិត្ត share រំលែកណា share ចែករំលែកដល់វីដេអូនេះទាំងអស់គ្នាទាំងអ្នករកស៊ីក្តីទាំងអ្នកដែលមិនរកស៊ីក្តីឲ្យតែជាអ្នកដែលនៅជាប់របងជាមួយភូមិផងមិត្តភ័ក្តិម្នាក់ខ្លះឬអ្នកភូមិជាមួយគ្នាក្តី3ចំណុចនេះវាគ្រាន់តែជាកំណត់ត្រេះរិះគិតពិចារណាហើយអាចជាប្រយោជន៍សម្រាប់ញាតិញោមគួរដឹងហើយក៏គ្មាននរណាធ្លាប់ប្រាប់ញាតិញោមផងដែរចំណុចទី1មិនថាការរកស៊ីនោះដូចគ្នាក្តីការរកស៊ីនោះលក់ដូរក្បែរគ្នាក្តីយើងកុំណាកុំមានចិត្តទៅច្រណែនទៅប្រជែងជាមួយគេណាកុំមានចិត្តច្រណែនកុំមានចិត្តទៅប្រជែងជាមួយគេពីព្រោះអីសេចក្តីពីរនេះនៅក្នុងចំណុចទី1នេះវាអាចធ្វើឲ្យយើងខ្លួនឯងនឹងក្តៅក្រហល់កាហាយបាយមិនបានគេមិនលក់រិះរកគ្រប់វិធីឧបាយកលអាក្រក់ទៅបំផ្លាញអ្នកដទៃហើយញោមត្រូវចាំតែយើងសាកតែមានចិត្តកំណត់ចង់បំផ្លាញអ្នកដទៃប្រសិនបើគេមានបុណ្យច្រើនណាយើងអត់មានបុណ្យណាអារឿងនឹងវានឹងជះឥទ្ធិពលអាក្រក់នឹងមកលើយើងនឹងគ្រួសារយើងវិញដូច្នោះគេរស់នៅបែបគេយើងរស់នៅបែបយើងយើងកុំទៅបំពេញគេយើងកុំទៅចំណានគេកុំទៅឈ្នះគេកុំទៅបំផ្លាញគេដើម្បីប្រយោជន៍ខ្លួនឯងពីទោះជាយើងទៅបំផ្លាញគេដើម្បីប្រយោជន៍ខ្លួនឯងបានមែនណាប៉ុន្តែមិនយូរមិនឆាប់ក៏នឹងក្តៅក្រហល់កាហាយវិនិច្ឆ័យអន្តរាយទ្រព្យដោយផលកម្មនោះហុចផលចំណុចទី2ទាញចូលទៅក្នុងផ្លូវងងឹតបើគេបំណាច់បិទផ្លូវក្នុងការរកស៊ីរបស់យើងណាគេផ្លាយឲ្យគេទៅហួសមកហួសយើងត្រូវដូរដាច់បែបជាលែងមានការលក់ដូរដាច់បើគេធ្វើបាបយើងតើតើនៅផ្លូវងងឹតទៀតញោមណាយើងត្រូវឧស្សាហ៍ធ្វើបុណ្យជាមួយនឹងម្ដាយឪពុកដាក់បាតដល់ព្រះសង្ឃហើយឧស្សាហ៍ណាប្រើផ្កាក្រអូបបូជាចំពោះជំនាងនិងព្រះភូមិអានឹងគឺប្រសិនបើគេផ្នែកបិទផ្លូវការរកស៊ីរបស់យើងដែលយើងធ្លាប់លក់ដូរដាច់ប្រែជាមិនលក់ដូរដាច់ហ្នឹងយើងឧស្សាហ៍បំរើចំពោះម្ដាយឪពុកធ្វើហោវាជូនគាត់ទៅឬក៏ទេសុំពរសុំជ័យពីគាត់ទៅដាក់បាតដល់ព្រះសង្ឃហើយនឹងឧស្សាហ៍ប្រើគ្រឿងក្រអូបជាប្រភេទផ្កាចម្ប៉ាផ្កាម្លិះដាក់បូជាជំនាងប្រភូមិហើយដាក់បូជានៅនឹងមុខហាងយើងទៅក្លិនក្រអូបទាំងអស់នេះវាជួយបន្សាបឬក៏វាជួយបណ្ដេញពពួកខ្មៅងងឹតអមនុស្សនោះមិនឲ្យចូលមកជ្រែកជ្រែកក្នុងហាងក្នុងផ្ទះយើងបានផងដែរក្លិនក្រអូបខ្លាំងក្លិនក្រអូបទីណាមានក្លិនក្រអូបទីនោះក៏មាននៅពពួកល្អចូលមកច្រើនជាងពពួកអាក្រក់ចំណុចទី3លើអ្នកដែលប្រើដូចជាខ្សែកម្មនេះក្តីសម្រាប់ការពារសម្រាប់រកស៊ីឬក៏ប្រើជាប្រភេទអថ័នយ័នកថាផ្សេងណាញាតិញោមត្រូវចាំប្រសិនបើញោមប្រើហើយដោយសេចក្តីប្រមាទញោមប្រើរបស់ទាំងអស់នោះដើម្បីតែបំផ្លាញអ្នកដទៃប្រើរបស់ទាំងអស់នោះដើម្បីតែចង់ឈ្នះចាញ់អ្នកដទៃប្រើរបស់ទាំងអស់នោះដោយញោមពុំធ្លាប់ត្រូវបានធ្វើបន់ទេរបស់ទាំងអស់នោះទោះជាបកាយខ្លាំងប៉ុណ្ណាយកពីគ្រូយកពីប្រសងខ្លាំងប៉ុណ្ណាក៏របស់នោះគ្មានន័យដែរហើយក៏គ្មានឥទ្ធិពលដែរបើចង់ឲ្យរបស់បកាយដែលញោមជៀវទៅវាបកាយកាន់តែខ្លាំងទី1ឧស្សាហ៍ធ្វើបន់ទី2កុំទៅបៀតបៀនគេទី3កុំចង់ឈ្នះចាញ់គេទី4កុំមានគំនិតគិតទៅចង់បំផ្លាញគេទី5កុំគិតថាមានតែខ្លួនឯងគ្មានគេដទៃណា3ចំណុច3យ៉ាងនេះគួរយកទៅត្រេះរិះគិតពិចារណាហើយក៏វាអាចជាកន្លឹះជួយឲ្យញាតិញោមប្រុងប្រយ័ត្នខ្លួនផងដែរអ្នកខ្លះរកស៊ីជាមួយយើងដោយសុចរិតឯអ្នកខ្លះរកស៊ីជាមួយយើងដោយមិនសុចរិតប៉ុន្តែនៅក្នុងយុគ9ទេវតាឆ្នាំអាសាញ់ធាតុភ្លើងនេះញោមត្រូវចាំអ្នកណាបុគ្គលណាឬក៏ជនណាដែលមានគំនិតគិតចង់បំផ្លាញអ្នកដទៃដើម្បីផលប្រយោជន៍មិនយូរមិនឆាប់ក៏នឹងជួបសេចក្តីក្តៅក្រហាយវិនិច្ឆ័យអន្តរាយរលាយទ្រព្យ
ដោយបាបកម្មនោះហុចផលតនហន់នឹងភ្នែកមិនចាប់បាញ់មានជាតិមកទេធ្វើបាបគេក្នុងខែនេះយ៉ាងយូរ2ខែនឹងជួបសេចក្តីក្តៅក្រហាយអញ្ចឹង3ចំណុច3យ៉ាងនេះញាតិញោមគួរត្រូវដឹងហើយគួរតែចែករំលែកឲ្យបានច្រើនជាចុងក្រោយញាតិញោមដែលចង់បាននៅខ្សែកម្មដែលអាត្មាពាក់ជាខ្សែកម្មពលឺទាំងបរិសុទ្ធទាំងស្ត្រីគ្រាន់តែចុច share post របស់អាត្មាភាពនៅគ្រប់វីដេអូទាំងអស់ហើយទម្លាក់លេខទម្លាក់ទីតាំងនោះញាតិញោមក៏អាចជាអ្នកដែលមានសំណាងទទួលបានកាដូគ្រឿងអនុស្សាវរីយ៍ជាប្រភេទខ្សែអង្កាំដែលឥតគិតថ្លៃដែលពុំចាំបាច់ជាវនោះទេជាចុងក្រោយចម្រើនពលា